ចាជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំមានរុក្ខជាតិម្យ៉ាងទៀតមកចែកម្លែកបងប្អូនតែនាងខ្ញុំឆ្លងកាត់តាំងពីនៅក្មេងមកដូចនាងខ្ញុំនិយាយប្រាប់ចឹងសុទ្ធតែមានថាប្រយោជន៍ណាស់តែនាងខ្ញុំសុទ្ធពិសាជុំនឹងសុទ្ធតែរុក្ខជាតិជុំវិញផ្ទះហ្នឹងឯងនាងខ្ញុំឡាយនៅសុទ្ធជុំវិញផ្ទះហ្នឹងមានរុក្ខជាតិនាងខ្ញុំមានជិត300មុខនាងខ្ញុំហូបរាល់ថ្ងៃអានេះហើយដែលគេហៅលឹកជាជ្រូកជាបាជំងឺក្អកសួតក្អកស្លេះបកែណាបងប្អូនពិសាទៅហើយនឹងដឹងហើយប៉ុន្តែយើងលឹកឈើដើមឈើក៏គ្នាមានជីវិតរបស់គ្នាដែរមុននឹងកាច់គ្នាក៏អបកិច្ចសុំផងក៏យើងនឹកឃើញដល់ប្រធមប្រសង់នឹកឃើញដល់ចាស់ទឹកចាស់ដីក៏យើងអបកិច្ចទៅកាច់យកទៅដាប់ទឹកហូបបើសិនជាក្អកខ្លាំងបងប្អូនលាងឲ្យស្អាតកាច់ទៅលាងឲ្យស្អាតបុកជាមួយអំបិលដល់អញ្ចឹងលាយជាមួយទឹកដូងតិចឬទឹកក្តៅឧណ្ហក៏បានច្របាច់យកទឹកហ្នឹងពិសាទៅមួយថ្ងៃ3ដងតែ3ថ្ងៃបងប្អូនជាហ្មងបកែណាស់នឹងហើយដែលនាងខ្ញុំនឹងចែកម្លែកអ្នកទាំងអស់គ្នានាងខ្ញុំតែឆ្លងកាត់អនុទាំងអស់គ្នាព្រោះអីនាងខ្ញុំនឹងប្រាប់គេជួយគេក៏គេជាបានច្រើនដែរណាក្រោយនេះខ្ញុំក៏សូមផ្ដាំអរគុណដល់កងទ័ពទាំងអស់ដែលការពីទឹកដីដើម្បីប្រជាជនទាំងអស់ទៅសមរភូមិនាងខ្ញុំតំណាងប្រជាជនទាំងអស់សូមអរគុណដល់តាហ៊ានជួមុខនឹងទូទាំងប្រទេសខ្មែរនិងសម្ដេចហ៊ុនសែនក៏សូមអរគុណដល់គាត់យ៉ាងច្រើនគាត់ចំណាស់ប៉ុណ្្នឹងហើយគាត់ខំតស៊ូដើម្បីការពារទឹកដីតាំងពីក្មេងឥឡូវគាត់ចំណាស់ប៉ុណ្្នឹងគាត់នៅទៅជួបហេតុនឹងអញ្ចឹងទៀតអញ្ចឹងដឹងថាគាត់ពិបាកយ៉ាងខ្លាំងក៏សូមបងប្អូនជួនរួមជាតិទាំងអស់សម្រួលមកជាតិឯងស្រឡាញ់ប្រជាជនឯងពេលយើងរួបរวมគ្នាហើយគ្មានអ្នកណាមកបំបែកបំបាក់ប្រទេសយើងបានទេមកពីយើងនឹងហើយអត់ចេះស្រឡាញ់គ្នាឯងបំបែកគ្នាឯងនឹងហើយដែលឲ្យគេនឹងអ្នកដតីគេមកគេពីប្រទេសយើងបានអញ្ចឹងឥឡូវយើងដឹងខ្លួនហើយយើងបកមកស្រឡាញ់ប្រជាជនប្រទេសជាតិយើង